លោកភូលីវុដសង្គ្រាមឈ្លានពានឆ្នាំ2025ចប់ហើយនៅឡើយតែសំណងខូចខាតតួលេខបឋមគឺ300,000 លានដុល្លារលោកភូលីវុដជនជាតិខ្មែរដែលធ្លាប់ចូលឈ្មោះជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃក្នុងអំឡុងឆ្នាំ2017បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook របស់លោកថាសង្គ្រាមឈ្លានពានឆ្នាំ2025បានចប់ហើយនៅឡើយតែសំណងខូចខាតនិងកំណត់ព្រំដែនស្របច្បាប់តួលេខបឋមគឺ300,000 លានដុល្លារជាមួយនឹងសំណេរនេះលោកក៏បានភ្ជាប់នៅលិខិតមួយច្បាប់ផ្ញើទៅកាន់លោក Donald Trump ប្រធានាធិបតីអាមេរិកអមដោយរបាយការណ៍វិតម្លៃផងដែរនៅក្នុងលិខិតចុះហត្ថលេខានាថ្ងៃទី5ខែមករាឆ្នាំ2026នេះលោកភូលីវុដបានបញ្ជាក់ថាលោកសរសេរលិខិតនេះឡើងដោយក្តីកោតសរសើរដោយស្មោះចំពោះកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទប់ស្កាត់សង្គ្រាមបំផ្លិចបំផ្លាញនៅជុំវិញពិភពលោកនិងដើម្បីជំរុញសន្តិភាពនិងសេរីភាពរួមទាំងគំនិតផ្ដួចផ្ដើមរបស់លោកក្នុងការបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃមិនអាចប្រកែកបានគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្នូររបស់ប្រធានាធិបតីសមនឹងទទួលបានពានរង្វាន់ Nobel សន្តិភាពលោកភូលីវុដបន្តថាជាអកុសលការវិវត្តថ្មីបានធ្វើឲ្យខូចខាតបានធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់លោកប្រធានាធិបតីក្នុងអំឡុងពេលចំនួនឆ្នាំ2025ប្រតិបត្តិការយោធារបស់ថៃបានពង្រីកហូរពីព្រំដែនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនិងការស្លាប់ជនស៊ីវិលយ៉ាងច្រើនរបាយការណ៍បង្ហាញពីការទម្លាក់គ្រាប់បែកតាមអាកាសនិងការបាញ់គ្រាប់ផ្លោងចូលយ៉ាងជ្រៅរហូតដល់ប្រហែល60ម៉ាយប្រមាណជិត100គីឡូម៉ែត្រនៅក្នុងប្រទេសកម្ពុជាដែលបានប៉ះពាល់ដល់គោលដៅមិនមែនតែយោធានិងនាំឲ្យមានការស្លាប់ជនស៊ីវិលការផ្លាស់ទីលំនៅយ៉ាងច្រើននិងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងសំខាន់កន្លែងដែលរងផលប៉ះពាល់ត្រូវបានគេរាយការណ៍ថាមានមន្ទីរពេទ្យអគារលំនៅឋាននិងពាណិជ្ជកម្មសាលារៀនទីសក្ការៈសាសនាវត្តអារាមនិងទីតាំងដែលត្រូវបានទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកព្រោះតាំងតកតងនឹងឧបទ្ទវហេតុទាំងនេះត្រូវបានកត់ត្រាទុកនិងអាចរកបានតាមរយៈបណ្ដាញប្រភពផ្លូវការរួមទាំងឋានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបើតាមលោកភូលីវុដការវេយតម្លៃបឋមដែលប៉ាន់ប្រមាណពីការចំណាយលើការកសាងនិងការស្ដារផលប៉ះពាល់ឡើងវិញក្រោយចំនួនគឺមានចំនួនប្រហែល300,000 លានដុល្លារសហរដ្ឋអាមេរិកការនេះឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធលំនៅឋាននិងសេវាសាធារណៈសំខាន់ជាមួយគ្នានេះលោកភូលីវុដបានស្វាគមន៍ចំពោះការណែនាំនិងអនុសាសន៍របស់លោកប្រធានាធិបតីទាក់ទងទៅនឹងក្រុមហ៊ុនអាមេរិកដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ក្នុងការកសាងឡើងវិញក្រោយចំនួនទ្រង់ទ្រាយធំនិងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញដែលអាចស័ក្តិសមសម្រាប់អនុវត្តកិច្ចខិតខំប្រឹងប្រែងសំខាន់ទាំងនេះនៅក្នុងប្រទេសកម្ពុជាសូមជម្រាបថាបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាការវេយតម្លៃឈ្លានពានរបស់យោធាថៃនាពេលកន្លងមកនេះបានបង្កនៅការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរាប់មិនអស់ហើយមិនត្រឹមតែប៉ុណ្ណោះទេបានបំផ្លាញទីសក្ការៈសាសនាប្រាសាទបុរាណរួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតអ្វីដែលសំខាន់យោធាថៃបានវាយប្រហារលើគោលដៅជនស៊ីវិលកម្ពុជាបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់កាន់តែអាក្រក់ជាងនេះទៅទៀតមិនថាមានបទច្បាញ់ចូលជាធរមានតែទាហានថៃបានបិទយកដីធ្លីនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើនហើយបាននឹងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ព្រមទាំងបានលួចប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុតអំពើនេះបានធ្វើឲ្យបាត់បង់និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនិងបង្កការរាំងស្ទះដល់ការវិវត្តត្រឡប់ទៅវិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី4
នេះបើតាមការបញ្ជារបស់លោកប៉ែនប៊ុនណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីសង្ខេបព័ត៌មាននាព្រឹកថ្ងៃទី5 ខែមករាឆ្នាំ 2026 បាទបងប្អូនមើលរូបភាពនេះគឺកតិចទីអស់ហើយបាទនេះស្នាដៃអាចោសៀមបាទឥឡូវយើងមើលប្រភពព័ត៌មានមួយទៀតដែលខ្ញុំបានដកស្រង់ទាក់ទងនឹងប្រភពមួយទៀតគឺទាក់ទងនឹងថ្មីនឹងឯងប្រភពដែលខ្ញុំបានដកស្រង់ខេត្តឧត្តរមានជ័យសាលាបឋមសិក្សាតាមនសែនជ័យត្រូវបានបំផ្លាញទាំងស្រុងលើសពីនេះអគារថ្មីដែលសង់មិនទាន់រួចក៏ត្រូវក្រឹបផ្លោងថៃខ្ទេចដំណំយ៉ាងដំណំអគារថ្មីនេះត្រូវបានសាងសង់ដើម្បីជំនួសអគារដែលបានបំផ្លាញការពីសង្គ្រាមកម្ពុជាថៃកាលពីខែកក្កដាប៉ុន្តែក្រឹបផ្លោងយោធាថៃជាង10គ្រឿងបានបំផ្លាញទាំងស្រុងបានបំផ្លាញទាំងសំណង់ទាំងអស់ក្នុងសាលាអគារផ្ទះបាយអគារបន្ទប់ទឹកថ្នាក់រៀនបណ្ដោះអាសន្ននិងអគារដែកថ្មីសុទ្ធតែត្រូវបានបំផ្លាញទាំងស្រុងដោយសារការឈ្លានពានពីយោធាថៃនៅក្នុងបរិវេណសាលារណ្ដៅក្រឹបមានជាច្រើនកន្លែងហើយអំបែកបានខ្ទេចឆ្ងាយរហូតដល់ខាងក្រៅរបងសាលាកាលពីថ្ងៃទី27 ខែកក្កដាក្រឹបផ្លោងយោធាថៃបានបំផ្លាញបន្ទប់សាលាចំនួន3បន្ទប់ប៉ុន្តែសង្គ្រាមឈ្លានពានក្នុងខែធ្នូឆ្នាំ2025អគារចាស់6បន្ទប់និងសំណង់ទាំងអស់ត្រូវបានបំផ្លាញទាំងស្រុងសាលាបឋមសិក្សាតាមនសែនជ័យស្ថិតនៅក្នុងភូមិតាមនសែនជ័យឃុំកុកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យសម្រាប់បងប្អូនដែលមកថ្មីអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំបានសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបាននៅវីដេអូថ្មីៗជាបន្តជារៀងរាល់ថ្ងៃខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា